សម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមប្រាសាទនានាដូចជាប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នវត្តមាននៃសត្វកេងកងធំនៅតាមចុងឈើខ្ពស់ៗបន្ថែមនូវភាពអស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់ដំណើរកម្សាន្តខណៈដែលផ្ទាំងថ្មបុរាណកំពុងនិទានរឿងរ៉ាវនៃអាណាចក្រពីអតីតកាលវត្តមានសត្វស្លាបដ៏អស្ចារ្យទាំងនេះកំពុងដាស់តឿនរំលឹកយើងថាតំបន់អង្គរមិនមែនត្រឹមតែជាស្ថានីយ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែក៏ជាតំបន់ទេសភាពដែលមានជីវិតដែលធម្មជាតិនិងបេតិកភណ្ឌអាចរស់នៅទន្ទឹមជាមួយគ្នាដោយសុខដុមរមនាសត្វកេងកងធំត្រូវបានចាត់បញ្ចូលជាប្រភេទសត្វដែលងាយរងគ្រោះដោយសារតែការបាត់បង់ទីជម្រកធម្មជាតិនិងការបរបាញ់វត្តមានជាបន្តបន្ទាប់របស់ពួកវានៅជុំវិញប្រាសាទនានានៅក្នុងតំបន់អង្គរបង្ហាញឲ្យឃើញអំពីសារៈសំខាន់នៃការអភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជាការបង្កើតតំបន់ការពារនិងការយល់ដឹងឲ្យកាន់តែទូលំទូលាយបានជួយបង្កើតបរិស្ថានដ៏សមស្របមួយសម្រាប់សត្វព្រៃទាំងឡាយទាំងនៅក្នុងនិងជុំវិញតំបន់រមណីយដ្ឋានអង្គរ